សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអ្នកនរគ្នាតើតើទៅនឹងមេរៀន run level នៅក្នុង Linux អញ្ចឹងមុននឹងឈានចូលទៅដល់មេរៀនបន្ថែមទៀតគឺយើងត្រូវដឹងថាតើអីគេទៅជា run level សិនអញ្ចឹង run level គឺថាវាជា operating state នៅក្នុងប្រព័ន្ធ Linux ដែលយើងកំណត់ថាតើ service ណាខ្លះដែលត្រូវដំណើរការនៅពេលដែលប្រព័ន្ធនឹងចាប់ផ្ដើមអញ្ចឹងវាដូចជា mode ផ្សេងៗនៅលើ Linux នៅលើ Windows ដែរដូចជា safe mode ឬក៏ command prompt mode អីជាដើមហ្នឹងចំពោះនៅក្នុង modern Linux គេហៅអាហ្នឹងថា system target ប៉ុន្តែចំពោះ principle basic គឺវាដូចតែគ្នាទេហេតុអីបានយើងត្រូវប្រើប្រាស់វាឬក៏ why use it តកតងនឹងការ maintenance អញ្ចឹងយើងចូលទៅជួសជុលប្រព័ន្ធដោយយើងអត់ចាំបាច់បើកសេវាកម្មឬក៏ service ច្រើនហើយមួយទៀត security គឺកាត់បន្ថយនៅការវាយប្រហារដោយយើងបិទ GUI ឬក៏ network នៅពេលដែលយើងអត់ចាំបាច់ហើយមួយទៀតវាក៏សន្សំសំចៃធនធានឬក៏ resource នឹងដោយដំណើរការតែ service ណាដែលយើងត្រូវការសម្រាប់ server អញ្ចឹងហើយចំពោះអត្ថប្រយោជន៍ឬក៏ advantages របស់វាគឺយើងងាយស្រួល reset root password ដែលភ្លេចហើយមួយទៀតវាក៏ជួយបង្កើននៅល្បឿនម៉ាស៊ីនឬក៏ server ដោយឧទាហរណ៍ថាយើងប្រើ server នៅលើ level 3វាអាចដើរលឿនជាងlevel 5ចឹងទៅហើយមួយទៀតគឺគ្រប់គ្រងទៅលើការប្រើប្រាស់ RAM ហើយនិង CPU ហ្នឹងបានល្អប្រសើរហើយមួយទៀតវាក៏ជួយ troubleshoot ទៅលើdriver card graphic ជាដើមចំពោះចំណុចបន្ទាប់គឺតកតងនឹងតារាងប្រៀបធៀបរវាង run level និង target អានេះវាដូចតែគ្នាទេចំណានេះវា old អានេះវា modern អញ្ចឹងទៅចំពោះ run level គឺមានពី0ដល់6ដែល run level 0គឺស្មើនឹង power off target នៃ target unit ហើយគឺយើងប្រើសម្រាប់ទៅលើការបិទម៉ាស៊ីនឬក៏ shut down ហើយចំពោះ run level 1ឬក៏ S គឺ reduce target គឺ single user mode ដែលយើងប្រើសម្រាប់ជួសជុលនៅ reset password ចំពោះ run level 2គឺ multi user target គឺជា non graphical ឬ multi user ដែលគ្មាន networking ហើយនៅក្នុង distribution ខ្លះនៃ Linux ចំពោះ level 3គឺ multi user target គឺ CLI mode គឺ multi user ដែលមាន networking អានឹងសម្រាប់ server ចំពោះ run level 4គឺ multi user target គឺ not use គឺយើងទុកតែសម្រាប់អ្នកប្រើប្រាស់កំណត់ដោយខ្លួនឯងចំពោះ run level 5គឺ graphical target គឺ GUI mode ដែលយើងប្រើប្រាស់ទូទៅ desktop ហ្នឹងចំពោះ run level 6គឺ reboot target គឺយើងចាប់ផ្ដើមម៉ាស៊ីនឡើងវិញឬក៏ restart អញ្ចឹងអានេះគឺការយល់ដឹងបន្ថែមទៅតងនឹង run level 2និង4គឺ run level 2ហ្នឹងគឺ multi user mode ដោយអត់មាន NF អញ្ចឹងនៅក្នុង old Linux ប្រព័ន្ធ Linux ពីមុនហ្នឹងគឺ run level 2គឺយើងប្រើសម្រាប់ដំណើរការ multi user mode ប៉ុន្តែវាអត់ដំណើរការទៅលើ service NF ឬក៏ network file system ទេតែនៅក្នុង Ubuntu ឬក៏ Debian ហ្នឹងបច្ចុប្បន្ន run level 2ដល់ 5ហ្នឹងគឺវាមានកន្លែងស្មើគ្នាគឺ graphical mode ចំពោះ run level 4ឬក៏ user define ឬក៏ UNU ហ្នឹងគឺជា level ដែលយើងទុកតនេឬក៏ not define ដែល default ហើយវាត្រូវបានផ្ដល់ឲ្យសម្រាប់ system administrator ដើម្បីបង្កើតនៅ configuration ដោយខ្លួនឯងឬក៏ customize mode អាហ្នឹងគឺជា command ឧទាហរណ៍ដើម្បី check detail គឺយើងប្រើប្រាស់ command ហ្នឹងអញ្ចឹងទៅហើយចំពោះចំណុចបន្ទាប់គឺយើងនឹងនិយាយទៅតងនឹងការប្រើប្រាស់និង command អញ្ចឹងដើម្បី check មើលពីស្ថិរភាពបច្ចុប្បន្នថាយើងនៅ run level មួយណាយើងអាចប្រើប្រាស់ command run level ឧទាហរណ៍ថា output វាចេញ N5 មានន័យថាយើងស្ថិតនៅក្នុង graphical ឬក៏ GUI mode អញ្ចឹងទៅឬក៏យើងអាចប្រើប្រាស់ command នេះក៏បានដែរគឺ system CTL get default អញ្ចឹងឧទាហរណ៍ expected output អាចចេញ graphical target អញ្ចឹងទៅគឺយើងនៅស្ថិតនៅ N5 អញ្ចឹងឧទាហរណ៍ខ្ញុំប្រើ command នេះ
này chẳng về nâng tranh ha graphical data កែអញ្ចឹងទៅបានន័យថាវាសិតនៅក្នុង unfine mode គេអាចប្រើ run level command ក៏បានឬក៏ command នេះក៏បានដែរអានេះចំណុចបន្ទាប់ទាក់ទងទៅនឹងការផ្លាស់ប្ដូរនៅ run level ដែលយើងអត់ចាំបាច់ restart ឧទាហរណ៍ថាយើងបដូរពី desktop ទៅ text mode ដើម្បីយើងសន្សំចែងនៅក្នុងការដែលយើងប្រើប្រាស់ RAM យើងអាចប្រើប្រាស់ command sudo systemctl isolate multi user data គេអញ្ចឹងវានឹងធ្វើការ switch ពី desktop ទៅជា text mode ហើយអញ្ចឹងគេថាមានអីកើតឡើងអញ្ចឹងបានន័យថា system ហ្នឹងវាបិទ interface ជា GUI ហ្នឹងហើយវាបង្ហាញតែផ្ទាំងខ្មៅសម្រាប់ login ឈ្មោះ password វាទៅជា text mode ហើយវាបដូរពី desktop ឬក៏ GUI ហ្នឹងទៅជា text mode ហើយចំពោះចំណុចបន្ទាប់ទាក់ទងនឹងការដែលយើង set នៅ default mode ជារៀងរហូតយើងអាចប្រើប្រាស់ command sudo systemctl set default multi user data គេអញ្ចឹងបានន័យថាយើង set default mode ជា multi user ឬក៏ជា text mode ក៏ជារហូតអញ្ចឹងទៅហើយចំពោះការប្រើប្រាស់ TTY ឬក៏ Virtual Console អញ្ចឹងយើងអាចប្រើប្រាស់ shortcut ដើម្បីចូលទៅកាន់ command line នៅពេលដែល GUI របស់យើងនឹងកាំងឬក៏វា crash អញ្ចឹងទៅយើងអាចប្រើ command ឬយើងអាចប្រើ shortcut នឹងដើម្បីចូលទៅកាន់ command line បានដែលយើងអាចប្រើ command control alt F2 រហូតដល់ F6 ដើម្បីយើងបើកនៅ terminal ផ្សេងៗឬក៏យើងប្រើប្រាស់ control alt F1 ដើម្បីយើងត្រឡប់មក interface ដើមឬក៏ GUI ដើមយើងនឹងវិញហើយចំពោះចំណុចបន្ទាប់ទាក់ទងទៅនឹងការ analyze ទៅលើ service run level ហ្នឹងអញ្ចឹងយើងអាចប្រើប្រាស់ command ហ្នឹងដើម្បីយើងដឹងថាតើមាន service អីខ្លះដែលដំណើរការនៅពេលដែលយើងចូលទៅកាន់ mode ណាមួយយើងអាចប្រើ systemctl list dependency multi user data អញ្ចឹងទៅ head dash 10យើងក៏ select ត្រឹមតែ10ដំបូងអញ្ចឹងណាអញ្ចឹងអានេះគឺជា expected output ជាឧទាហរណ៍ output អញ្ចឹងទៅវាចេញជារបៀបហ្នឹងអញ្ចឹងអាហ្នឹងគឺវាជួយឲ្យយើងដឹងថាតើយើងបដូរនៅពេលដែលយើងបដូរទៅកាន់ run level 3ឬក៏ multi user data gate ហ្នឹងតើ SX ហ្នឹងវាដើរឬក៏អត់អញ្ចឹងណាហើយចំពោះចំណុចបន្ទាប់តកតងវាក៏តកតងនឹង security ដែរអញ្ចឹងយើងត្រូវដឹងថាណាក៏យើងត្រូវដឹងថាណាក៏ដោយដែលមានសិទ្ធិប៉ះពាល់ម៉ាស៊ីនផ្ទាល់ឬក៏ physical access ក៏គាត់អាចចូលទៅកាន់ run level 1ដើម្បី reset root password បានដែរអញ្ចឹងដើម្បីទប់ស្កាត់នៅហ្នឹងគឺយើងអាចប្រើទៅលើ Grand Unified Bootloader password ដើម្បីយើងធ្វើការកំណត់ password ទៅលើ bootloader ដើម្បីយើងការពារកុំឲ្យគេកែប្រែ run level នៅពេលដែល boot ហើយមួយទៀតគឺ masking services បានន័យថាយើងបិទ service ដែលយើងអត់ចាំបាច់អត់ឲ្យដើរនៅក្នុង run level ណាមួយទាំងអស់អញ្ចឹងអានឹងគឺជាឧទាហរណ៍នេះ command នេះគឺជាឧទាហរណ៍នៅក្នុងការ blocking នៅ service យើងប្រើ system ctl mask cap.service អញ្ចឹងទៅអូខេអញ្ចឹងចំពោះមេរៀន run level នៅក្នុង Linux ហ្នឹងគឺខ្ញុំសូមបញ្ចប់ទៅត្រឹមហ្នឹងហើយក៏សូមអរគុណអ្នកនរគ្នាសម្រាប់ការចំណាយពេលវេលាដើម្បីការស្ដាប់ក៏ដូចជាមើលនៅវីដេអូមួយនេះផងដែរអញ្ចឹងអរគុណជម្រាបលា